សូមគោរពជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងខ្ញុំ Camry Cameron ខ្ញុំបានអានសៀវភៅមួយក្បាលដែលមានចំណងជើងថា You're smarter than you think ដោយអ្នកនិពន្ធ Thomas Armstrong PhD សៀវភៅនោះបើសិនជាយើងបកជាខ្មែរមានន័យថាអ្នកឆ្លាតជាងអ្វីដែលអ្នកគិតហ្នឹងហើយអ្នកនរគ្នាកាលពីមុននៅពេលដែលយើងនិយាយទៅដល់ភាពឆ្លាតវៃរបស់មនុស្សយើងតែងតែផ្ដោតសំខាន់ទៅលើការវាស់ IQ នៅពេលដែលយើងតេស្ត IQ ទៅឃើញថាបន្ទុកយើងខ្ពស់មានន័យថាយើងឆ្លាតហើយបើសិនជាឃើញបន្ទុក IQ របស់យើងតេស្តទៅទៀតមានន័យថាយើងអត់សូវឆ្លាតប៉ុន្តែនៅក្នុងសៀវភៅនេះគឺអ្នកនិពន្ធគាត់បានលើកឡើងថាការវាស់ភាពឆ្លាតវៃរបស់មនុស្សវាមិនមែនផ្ដោតសំខាន់ទៅលើតេស្ត IQ តែមួយមុខទេគឺយើងមានភាពឆ្លាតវៃផ្សេងទៀតដែលបង្ហាញថាមនុស្សយើងម្នាក់មានភាពឆ្លាតវៃអញ្ចឹងនៅក្នុងសៀវភៅរបស់គាត់គឺបានលើកឡើងទាក់ទងជាមួយនឹងទ្រឹស្ដីមួយដែលហៅថា MI theory ឬក៏ពាក្យពេញមានន័យថា The Theory of Multiple Intelligence មានន័យថាជាទ្រឹស្ដីមួយបង្ហាញអំពីភាពឆ្លាតវៃរបស់មនុស្សយើងមានច្រើនផ្នែកខុសៗគ្នានៅទ្រឹស្ដីមួយហ្នឹងគឺគេបង្ហាញថាមនុស្សយើងមានភាពឆ្លាតវៃ9ផ្នែកខុសៗគ្នាហើយគាត់បានបញ្ជាក់ផងដែរថាភាពឆ្លាតវៃទាំង9ផ្នែកណាមនុស្សយើងម្នាក់សុទ្ធតែមានប៉ុន្តែអាចថាមានផ្នែកណាមួយមានបន្ទុកខ្ពស់ផ្នែកណាមួយមានបន្ទុកទាបអីចឹងទៅនៅពេលដែលមានបន្ទុកទាបហ្នឹងមានន័យថាផ្នែកភាពឆ្លាតវៃផ្នែកហ្នឹងគឺយើងអត់សូវប្រកែទេយើងទៅប្រកែភាពឆ្លាតវៃផ្សេងមួយទៀតដែលក្នុងចំណោម9ហ្នឹងយើងអាចមានអាចថា3 4ឬក៏5ផ្នែកដែលយើងរៀងប្រកែខ្លាំងហើយ3ឬក៏4ផ្នែកទៀតយើងអត់សូវប្រកែអញ្ចឹងទៅប៉ុន្តែមនុស្សយើងម្នាក់គឺសុទ្ធតែមានភាពឆ្លាតវៃនឹងទាំងអស់គ្នាក្នុងវីដេអូហ្នឹងគឺខ្ញុំនឹងលើកឡើងភាពឆ្លាតវៃតែមួយចំណុចមកនិយាយឯអ្នកទាំងគ្នាបើសិនជានិយាយទាំង9បងអាចនឹងវែងខ្លាំងហើយអញ្ចឹងខ្ញុំអត់ចង់ឲ្យវីដេអូខ្ញុំវែងពេកទេអញ្ចឹងខ្ញុំលើកឡើងតែមួយចំណុចមកនិយាយឯអ្នកទាំងគ្នានៅក្នុងវីដេអូមួយនេះភាពឆ្លាតវៃទី1ដែលគាត់លើកឡើងនោះគឺ word smart ឬក៏ពាក្យបច្ចេកទេសគេហៅថា linguistic intelligence ដែលយើងបកថាភាពឆ្លាតវៃខាងភាសានឹងឯងអញ្ចឹងដើម្បីឲ្យដឹងថាយើងមានភាពឆ្លាតវៃខាងភាសានឹងឬក៏អត់គឺគេមាន quick quiz គឺគេមានជាសំណួរឲ្យអ្នកទាំងអស់គ្នាដើម្បីដឹងថាយើងមានភាពឆ្លាតវៃខាងភាសានឹងអត់ហ្នឹងគឺមានចំនួន12សំណួរអញ្ចឹងខ្ញុំនឹងអានឲ្យខ្លះៗអញ្ចឹងសំណួរទី1គេសួរថា Do you love to read មានន័យថាតើអ្នកទាំងអស់គ្នាចូលចិត្តអានអត់ Do you like to tell story តើអ្នកទាំងអស់គ្នាចូលចិត្តនិយាយរឿងប្រាប់មិត្តភ័ក្តិឬក៏យើងបានជួបរឿងអីដែលថ្មីអីអញ្ចឹងយើងនិយាយប្រាប់គ្រួសារមនុស្សចំណិតអីអញ្ចឹងទៅតើអ្នកទាំងអស់គ្នាចូលចិត្តធ្វើរឿងទាំងអស់ហ្នឹងអត់ក្នុងចំណោម12សំណួរដែលគេសួរនៅក្នុងសភៅនឹងជាឧទាហរណ៍ណាអ្នកទាំងអស់គ្នាបញ្ជាក់ថាបើសិនជាចម្លើយភាគច្រើនអ្នកទាំងអស់គ្នាឆ្លើយថា yes អ្នកទាំងអស់គ្នាឆ្លើយថាចូលចិត្តអ្នកទាំងអស់គ្នាឆ្លើយថាខ្ញុំធ្វើសកម្មភាពទាំងអស់ហ្នឹងមានន័យថាអ្នកទាំងអស់គ្នាមានភាពឆ្លាតវៃខាងភាសាហ្នឹងហើយប៉ុន្តែមិនមែនមានន័យថាអ្នកដែលឆ្លើយ no ភាគច្រើនហ្នឹងគាត់មិនមានភាពវៃឆ្លាតខាងភាសាទេគឺគាត់មានដូចគ្នាគ្រាន់ថាភាពវៃឆ្លាតខាងភាសារបស់គាត់អាចនៅមានកម្រិតទាបអីចឹងទៅអញ្ចឹងនៅក្នុងសំណួរទាំង12ដែលគេសួរហ្នឹងចំពោះខ្ញុំមាន8ទៅ9សំណួរដែលខ្ញុំឆ្លើយថា yes អ្នកទាំងអស់គ្នាដោយសារតែខ្ញុំចូលចិត្តអានខ្ញុំចូលចិត្តរៀនភាសាបរទេសខ្ញុំចូលចិត្តសរសេរខ្ញុំចូលចិត្តលេងហ្គេមទាក់ទងជាមួយនឹងការស្វែងរកពាក្យអីជាដើមអញ្ចឹងអានេះគឺអាចថាជាសកម្មភាពមួយដែលបង្ហាញថាខ្ញុំជាមនុស្សដែលមាន word smart ណាស់អ្នកទាំងអស់គ្នាចំពោះអ្នកដែលអាចថាឆ្លើយ no ច្រើនអ្នកទាំងអស់គ្នាក៏មានភាពវៃឆ្លាតដែរព្រោះថាភាពឆ្លាតវៃខាងភាសាហ្នឹងវាមានចំណុចសំខាន់មួយគឺការនិយាយគ្រាន់តែអ្នកទាំងអស់គ្នាអាចនិយាយទៅកាន់មនុស្សជុំវិញខ្លួនអ្នកទាំងអស់គ្នាអាចធ្វើការប្រស័យតាក់ទងគ្នាជាមួយមិត្តភ័ក្តិជាមួយលោកគ្រូជាមួយគ្រួសាររបស់យើងអាហ្នឹងគឺជាភាពវៃឆ្លាតខាងភាសាអ្នកនរគ្នាព្រោះថាការនិយាយវាគឺជាផ្នែកសំខាន់មួយអាចថាជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់នៃភាពឆ្លាតខាងភាសានឹងឯងដើម្បីពង្រឹងភាពឆ្លាតនៃ
ផ្នែកភាសាហ្នឹងអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមសរសេរអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមនិយាយធ្វើទំនាក់ទំនងជាមួយនឹងអ្នកដទៃអ្នកទាំងអស់គ្នាអាចចាប់ផ្ដើមអានឲ្យបានច្រើនអានេះគឺជាផ្នែកមួយដែលជួយពង្រឹងភាពវៃឆ្លាតខាងភាសារបស់អ្នកទាំងអស់គ្នាបានហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយអ្នកទាំងអស់គ្នាអាចសង្កេតមើលខ្លួនឯងទៅថាតើអ្នកទាំងអស់គ្នាមានភាពវៃឆ្លាតខាងភាសាអត់បើសិនជាអត់ទាន់គ្រប់គ្រាន់ទេអ្នកទាំងអស់គ្នាអាចពង្រឹងបន្ថែមបានព្រោះថាជំនាញទាំងអស់ហ្នឹងគឺយើងអាចរៀនបន្ថែមបានអ្នកទាំងអស់គ្នាអញ្ចឹង yes វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាដែលតាមដានមកដល់ភាពបញ្ចប់ជួបគ្នានៅ EP បន្ទាប់ដែលយើងនឹងនិយាយតាក់ទងជាមួយនឹងភាពឆ្លាតខាងតន្ត្រីអរគុណច្រើនបាយបាយ